letter D អក្សរ D អក្សរ D បើប្រៀបជាមួយព្យញ្ជនៈខ្មែរយើងគឺស្មើនឹងអក្សរ ដ មានសំឡេង d ឧទាហរណ៍ដូចជាក្នុងពាក្យ dad ប្រែថាលោកប៉ាឬក៏ឪពុកបន្ទាប់ទៀតមានពាក្យ dice ប្រែថាគ្រាប់ឡុកឡាក់បន្ទាប់ទៀតមានពាក្យ duck ប្រែថាសត្វទាតមកទៀតមានពាក្យ dolphin ប្រែថាត្រី dolphin បន្ទាប់ទៀតមានពាក្យ dragonfly ប្រែថាកន្ទុំរុយបន្តទៀតមានពាក្យ dog សុនក់ឬក៏សត្វឆ្កែតទៀតមានពាក្យ doll កូនក្រមុំជួរបន្ទាប់ទៀតមានពាក្យ domino ល្បែងលេងជាល្បែងលេងម្យ៉ាងបន្ទាប់ទៀតមានពាក្យ donut នំ donut បន្ទាប់ទៀតមានពាក្យ dress ប្រែថារ៉ូបបន្តទៀតមានពាក្យ dart ជាកិរិយាសព្ទប្រែថាបោះពួយបើជានាមប្រែថាគោលដៅចំគោលដៅបន្ទាប់ទៀតមានពាក្យ drum ប្រែថាស្គរE ធៀបជាមួយនឹងស្រៈខ្មែរគឺស្មើស្រៈអេឧទាហរណ៍ក្នុងពាក្យ elephant ដំរី envelope ស្រោមសំបុត្រ elevator ជណ្ដើរយន្ត eggplant ត្រប់វែង egg សុទ្ធ exit ច្រកចេញ eight លេខ 8 elbow កែងដៃ ear ត្រចៀក eyes ភ្នែក eel អន្ទង់ eleven លេខ 11អូខេអ្នកទាំងអស់គ្នាដូចជាពាក្យ ear ប្រែថាត្រចៀកហ្នឹងគឺជាស្រៈផ្សំទេហើយដូចជាពាក្យ eyes ហ្នឹងក៏គឺជាពាក្យដែលគេកំណត់ឲ្យអានក្នុងវចនានុក្រមគឺគេតម្រូវឲ្យអាន eyes ហើយនឹងពាក្យ ill ហ្នឹងគឺជាស្រៈផ្សំដែរប៉ុន្តែបើស្រៈអក្សរ e តែមួយតួខាងមុខគឺស្មើស្រៈ a F បើធៀបនឹងអក្សរខ្មែរស្មើសំឡេងអក្សរ f ឧទាហរណ៍ដូចក្នុងពាក្យ fan កង្ហា feather រោមស្លាបតូច fingers ម្រាមដៃ flower ផ្កា frog កង្កែប fish ត្រី fireworks កាំជ្រួច five លេខ 5 fire ភ្លើង letter G អូខេអក្សរ G បើធៀបជាមួយនឹងសំឡេងព្យញ្ជនៈខ្មែរយើងគឺស្មើបាន2សំឡេងគឺស្មើនឹងសំឡេង g ហើយនឹងសំឡេង ch អូខេតើយើងទៅមើលឧទាហរណ៍ក្នុងពាក្យទាំងអស់គ្នាដូចជាពាក្យ gloves ស្រោមដៃ
goat goat ពពែ gorilla gorilla ស្វាធំ gate gate ទ្វាររបង guitar 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 gun gun កាំភ្លើង girl girl ក្មេងស្រី gift gift អំណោយ giraffe giraffe សត្វ giraffe ឬក៏សត្វកវែង ginger ginger ខ្ញី garlic garlic ខ្ទឹមស grapes grapes ទំពាំងបាយជូរ ghost ghost ខ្មោច